តើនៅពេលដែលយើងបាត់អត្តសញ្ញាណប័ណ្ណតើយើងអាចស្នើសុំឡើងវិញឬក៏ថតឡើងវិញបានអត់បងប្អូនជាទូទៅនៅពេលដែលយើងបាត់អត្តសញ្ញាណប័ណ្ណគឺយើងត្រូវតែទៅដាក់ពាក្យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីឲ្យគេផលិតឲ្យយើងឡើងវិញក្នុងលក្ខខណ្ឌបើសិនជាយើងអត់តន់ហួសសុពលភាពបងប្អូនបើសិនជាយើងអត់តន់ហួសសុពលភាពអត់តន់អីទេយើងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទៅដើម្បីស្នើសុំឲ្យគេផលិតឡើងវិញតែបើសិនជាអត្តសញ្ញាណប័ណ្ណយើងដែលបាត់ហើយហួសសុពលភាពបងប្អូនដាក់ពាក្យបណ្ដឹងហើយបងប្អូនកាន់ពាក្យបណ្ដឹងហ្នឹងទៅថតបងប្អូនដើម្បីឲ្យគេផលិតឲ្យយើងបងប្អូនអាហ្នឹងនៅវាខុសគ្នាអញ្ចឹងបើសិនជាអ្នកបាត់ហើយអត់ទាន់ហួសសុពលភាពគ្រាន់តែដាក់ពាក្យបណ្ដឹងទេបងប្អូនដាក់ពាក្យបណ្ដឹងហើយឲ្យគេបោះពុម្ពឲ្យឡើងវិញហើយបើសិនជាអ្នកបាត់ហើយហួសសុពលភាពត្រូវតែថតឡើងវិញបងប្អូនដោយសារតែហួសសុពលភាពហើយអញ្ចឹងយើងដាក់ពាក្យបណ្ដឹងហើយអីហើយគឺយើងកាន់ពាក្យបណ្ដឹងកាន់ទៅអីហើយកាន់ជាមួយឯកសារដែលថតតែបានហើយដើម្បីថតអត្តសញ្ញាណប័ណ្ណហើយសម្រាប់បងប្អូនដែលបាត់បងប្អូនត្រូវតែប្រាប់គេតាមត្រង់កុំប្រាប់ថាអត់ដែលមានអត់អីបើសិនជាយើងអស់គេថាអត់ដែលមានតែតាមពិតយើងបាត់សោះអាហ្នឹងគឺទៅដល់លើអាហ្នឹងជាទូទៅគឺគេផលិតអត់បានទេបងប្អូនថាជាប់កាយដៃនៅពេលដែលយើង scan រៀមដៃចូលម៉ាស៊ីនគេតែបើសិនជាបងប្អូនធ្លាប់មានហើយបាត់បងប្អូនប្រាប់គេតាមត្រង់ទៅដើម្បីគេដោះស្រាយផលិតអត្តសញ្ញាណប័ណ្ណឲ្យយើងឡើងវិញហើយសម្រាប់បងប្អូនដែលមានចម្ងល់ចង់ដឹងថាតើសម្រាប់អត្តសញ្ញាណប័ណ្ណគឺអាយុ15ឆ្នាំយើងអាចធ្វើបានទេ15ឆ្នាំហើយឯកសារមានដូចជាសបុដសេចក្តីចម្លងសបុដកំណើតសភៅស្នាក់នៅឬក៏សភៅគ្រួសារ